រឿងពីខកកូនសេដ្ឋីគូប្រេងធ្លាប់សាងជាមួយគ្នាពីដើមមកមិនដែលប្រត់កាលពីព្រេងនាយបុរាណបណ្ឌិតបានដំណាលទុកមកថាមានភិក្ខុមួយរូបជាកូនសេដ្ឋីមានទ្រព្យសម្បត្តិច្រើនថ្ងៃមួយសេដ្ឋីជាបិតារបស់ភិក្ខុមកធ្វើបុណ្យក្នុងវត្តនោះមានខ្ញុំស្រីម្នាក់មានកូនតូចទើបនឹងចេះដើរបន្តិចចប់តាមមកបម្រើសេដ្ឋីនោះនាងខ្ញុំស្រីក៏ទៅចងអង្រឹងឲ្យកូនដេកក្រោមកុដិភិក្ខុនោះជួនជាពេលនោះមានតាចាស់ម្នាក់ចេះទាយមើលគូព្រេងក៏ឡើងមកលេងសប្បាយនឹងភិក្ខុនោះនិយាយពីនេះពីនោះយូរបន្តិចក៏ភិក្ខុនោះរកតានោះមើលគូព្រេងឲ្យតានោះក៏ពិនិត្យមើលតាមដំណើរក្បួនឃើញច្បាស់ហើយក៏និយាយថាលោកចៅកុំអន់ចិត្តនឹងតាទៅតាហ៊ានទាយឲ្យភិក្ខុអង្គនោះថាកុំព្រួយអាត្មាមិនអន់ចិត្តទេអាណិតតែទាយឲ្យត្រឹមត្រូវឲ្យចុះទៅតានោះទាយថាលោកចៅសឹកទៅវិញមុខជានឹងបានប្រពន្ធកូនខ្ញុំគេជាប្រកបភិក្ខុអង្គនោះឮដូច្នោះហើយក៏ធ្លាក់ទឹកមុខមិនសប្បាយចិត្តសោះទៅសួរដេញដោលទៅទៀតថាកូននឹងតើកើតហើយឬនៅតានោះប្រាប់ថាកើតហើយគេបានទាំងនាំយកមកក្នុងអំឡុងបុណ្យនេះផងតាគ្រូនោះទាយរួចហើយក៏លាចុះទៅបាត់ទៅក្រោយពីនោះមកភិក្ខុនោះថាមានកូនអ្នកណាជាកូនខ្ញុំគេមកក្នុងឱកាសបុណ្យនេះលុះរំពឹងទៅឃើញមានតែខ្ញុំស្រីម្នាក់ដែលតាមមកបម្រើមាតាបិតាហើយយកទាំងកូនស្រីតូចមកចងអង្រឹងឲ្យដេកក្រោមកុដិរបស់ខ្លួនក៏សន្និដ្ឋានថាច្បាស់ជាកូនស្រីនឹងដែលតាគ្រូក៏ទាយថាជាគូព្រេងរបស់អាត្មាអញលោកភិក្ខុអង្គនោះក៏ក្តៅចិត្តខ្លាំងពេកទប់ពុំបានក៏ស្ទុះទៅយកកំបិតចុងស្រួចមកហើយវែកញែករនាបកុដិបោះកំបិតពួយចុងសំយកសំដៅទៅកូនក្នុងអង្រឹងនោះដើម្បីឲ្យមុតស្លាប់ចុងកំបិតនោះមិនបានត្រូវត្រង់កន្លែងដំណំឡើយគ្រាន់តែត្រូវឆើយឆិតរលត់ស្បែកពុះបន្តិចល្មមមានស្នាមកូននោះក៏ស្រែកយំផ្អើលអស់មនុស្សដែលមកបន់ទាំងប៉ុន្មានរួចហើយភិក្ខុនោះក៏វេះគេចពីវត្តបាត់ទៅឯម្ដាយកាលបើឮមាត់កូនយំក៏ស្ទុះរលះរលាំងមកលើកកូន3ត្រកងឡើងឃើញឈាមក៏អាណិតកូនយ៉ាងក្រៃលែងនាងនោះអន់ចិត្តពេកក៏លាសេដ្ឋីនោះលែងនៅបម្រើពីថ្ងៃនោះទៅហើយដើរទៅរកសុំនៅបម្រើត្រកូលអ្នកមានទ្រព្យសម្បត្តិដែលនៅស្រុកឆ្ងាយឯទៀតនោះវិញលុះយូរទៅប្រហែលជាជិត20ឆ្នាំសេដ្ឋីជាមេដាបិតារបស់ភិក្ខុនោះក៏ស្លាប់បាត់បង់ទៅហើយទ្រព្យសម្បត្តិទាំងប៉ុន្មានក៏វិនាសអន្តរាយអស់គ្មានសល់ភិក្ខុនោះក៏សឹកទៅវិញធ្លាក់ខ្លួនជាអ្នកទីទល់ក្រលំបាកដើរស៊ីឈ្នួលគេចិញ្ចឹមជីវិតក៏បានទៅជួបប្រទះនាងទាំងពីរនាក់គឺម្ដាយនិងកូននោះនៅបម្រើគេអ្នកបណ្ឌិតនោះគឺមិនបានស្គាល់សោះលុះឃើញកាលណាក៏មានចិត្តប្រតិបត្តិស្នេហាចង់បានជាភរិយាឯត្រកូលទាំងពីរនាក់និងម្ដាយនាងនោះក៏សុខចិត្តព្រមឲ្យទៅប្រៀបផ្សំគុំកូនស្រីនោះជាមួយនឹងអ្នកបណ្ឌិតឲ្យជាស្វាមីភរិយានឹងគ្នាលុះដល់វេលារាត្រីនឹងចូលដេកប្តីនោះក្រឡេកឃើញស្នាមត្រង់ពុះប្រពន្ធហើយក៏សួរថាចុះហេតុអ្វីបានជានាងមានផិនស្លាកស្នាមយ៉ាងនេះប្រពន្ធក៏ប្រាប់តាមត្រង់ថាម្ដាយគាត់បានប្រាប់ខ្ញុំថាកាលពីខ្ញុំនៅតូចទៅនឹងចេះដើរបន្តិចគាត់នាំយកទៅឲ្យដេកក្រោមកុដិលោកសំមានភិក្ខុមួយរូបនៅក្នុងកុដិនោះត្រូវឮគ្រូទាយគេទាយឲ្យថាលោកសឹកទៅវិញមុខជានឹងការប្រពន្ធកូនខ្ញុំគេមិនខានក៏កើតទោសមនោអន់ចិត្តទៅទាញកំបិតចុងស្រួចបោះពួយទម្លាក់ពីលើកុដិសំយងទៅលើខ្លួនខ្ញុំមិនមុតដំណំគ្រាន់តែឆិតរលត់ស្បែកពុះព្រោះហេតុនោះបានជាជាប់មានស្លាកស្នាមមកដល់សពថ្ងៃនេះ
ប្តីនោះឮហើយក៏ភ្ញាក់ខ្លួនព្រឺតគិតថាអាត្មាអញនឹងទេតើដែលកាលនៅជាបព្វជិតបានគិតប្រុងនឹងសម្លាប់នាងនេះមែនឯអ្នកទាំងពីរនាក់នោះលុះរួមគ្នាទៅក៏បានឡើងទៅជាអ្នកមានទ្រព្យសម្បត្តិច្រើន